អរគុណលោកណាស់ដែលបានជួយសល់ខ្ញុំតែសំលោកពិសាតែស្ដាប់នេះបានហើយមានអីអស់ពុំយប់នេះគ្រាប៉ាងអត់មកចុះមកពួកឯងខ្លាំងអត់ច្រើនណាដែលមានគ្នាដែរទៅវិញថឹកស៊ីថ្លៃធ្នូត្រឹមតែប្រយ័ត្នពី3កេះគ្នាមិនឲ្យថោកទៀតទេមែនទេស្មាញ់មែននិយាយចឹងទៅមកថ្មីអត់ចាំដែរឃើញចាស់តែមកថ្មីអូស្អែកទំនេរតែលេងជាមួយបងណាទៅជាមួយបងទៅប្រាប់បងថាអូនស្នេហ៍ស្មោះអីលើប្រែអងក៏ខឹងដែរបែរជាមិនមកវិញថ្លៃវិញខំយ៉ាងបងបានប្រពន្ធអូហោក៏ជាមិនស្គមស្កាមអីវិញចាំតាមតាមមួយអូនទៅចឹងកុំខំលោកស្រាប់អញច្រើនជាងគ្នាអ្នកខៃនេះលោកបានតែគេផងចំណៃរស្មីអញលោកបានដុតទៅ20ឯងអញនេះពូកែមែនកុំចិត្តតែបញ្ចុះគ្នាពេកមែនកាលណាបានលើគៀបច្រើនពួកយើងបានទាំងអស់គ្នាតែមិនមែនបានតែគ្នាម្នាក់ឯងយ៉ាងណាចុះគ្នានិយាយលេងតែមិនហើយរស្មីអញលោកបានច្រើនមែនទេចុះគ្នាមានតែថាអីតែឥឡូវចាប់ច្រើនហើយយើងនាំគ្នាប្រាប់តាផ្ទះបងឆ្អែតចិត្តវាមិនព្រមគេងផងនឹងកុំខត់ពេកមើលកូនកុំធ្វើបាបយាយពេកណាហើយចុះសុខភាពអ៊ំយ៉ាងម៉េចទៅហើយអើយស្មានវាមិនបានទេបើវាជឿដូចជាមកយាយអញ្ចឹងថ្ងៃណាដែលមានកម្លាំងក៏វាមានទៅថ្ងៃណាដែលអស់ទៅវាអត់មានកម្លាំងលើកដៃលើកជើងអីមិនរួចទេហើយចុះថ្នាំដឹកខ្ញុំបាញ់តែញ៉ាំអ៊ំលេបអ៊ំបានលេបហើយនៅអ៊ំលេបហើយស្មីអើយតែវាដូចជាមិនបានក្រាន់បើអីទេតែជំងឺមហារីកមហារិទ្ធអីនេះចាប់ណាស់ស៊ីក៏មិនកើតចិត្តក៏មិនសនុកដេកអីក៏មិនបានវាដូចជាគ្មានសេចក្តីសុខក្នុងខ្លួនសោះហើយអ៊ំតែបន្តិចបែបជាមួយខ្ញុំដើម្បីឲ្យគ្រូពេទ្យព្យាបាលទៅបានណាអ៊ំណាស្អីគេទៅពេទ្យទៀតហើយហីស្អីពេទ្យហើយយើងឈ្នះទៅរកលុយអាណាបានទៅឲ្យគេរាល់ថ្ងៃនឹងស្មីអ៊ំដឹងទេថាខ្ញុំធ្វើការរាល់ថ្ងៃនេះដើម្បីអ្នកណាគេគឺដើម្បីតែអ៊ំនិងអាចជាតាតែប៉ុណ្ណោះហើយហេតុអីបានជាអ៊ំនិយាយបែបនេះដល់ខ្ញុំស្មីយ៉ាស្អីអ៊ំគិតដិតដល់ណាស់ឯងទៅធ្វើការកប់អាត្រៀតតម្រាំតែបានមកដល់ផ្ទះវិញអ្នកភូមិអ្នកស្រុកគេដេកស្ងាត់សូន្យអស់ហើយតាំងពីឯងចូលបម្រើការងារជាស្រីលក់ស្រាបៀរនឹងមកឯងស្រកសាច់សន្ធឹកណាស់ឯងកុំភ្លេចថាលុយដែលឯងរកបានមកដោយញើសឈាមរបស់ឯងគឺវាប្រឹងដែលអស់ពីកម្លាំងកាយកម្លាំងចិត្ត
មិនមែនបានមកដោយស្រួលស្រួលនោះទេអ៊ំឯណាទៅដាច់ចិត្តធ្វើឲ្យឯងពិបាកចិត្តទៀតនោះហើយស្អីមកប្រហែលណានៅពេលត្រឡប់ណាទៀតគ្រាន់តែតែងខ្លួនពី3ម៉ោងមើលដល់ស្មីចុះគេតែងខ្លួនមកពីផ្ទះហើយមកអង្គុយចំពោះឯងប្រហែលក្បាលនេះឬយ៉ាងម៉េចជប់សិនដល់ស្មីមិនបាច់ទៅជាមួយពួកគេទេចាំឡើងឡានទៅជាមួយខ្ញុំណាចាអរគុណណែឯងមើលមេការហ្នឹងណាលេងស្ទីលដដែលតើពួកយើងឡើងឡានស្មីឡើងឡានទៅចាមនុស្សព្រោះត្រូវការលុយតែចាយមិនគ្រប់គ្រាន់ហើយតើអត់មានសេចក្តីសុខមិនកើតតែគ្រួសារខ្ញុំមានសុភមង្គលណាស់ទោះបីជាខ្ញុំមានឬក៏គ្មានក៏ដោយហ៎រស្មីមានគ្រួសារហើយនេះចាំចាប់រញ៉េគ្នាតើមកឲ្យតែឃើញស្រីមិនបានមិនដឹងថាប្រពន្ធគេបងគេម្ដាយគេទេឲ្យតែប្រទេសខ្ញុំសាឡបងប្រកកំហុសនេះម្ដងដែរចាខ្ញុំឡើងទេតែរាល់ថ្ងៃនេះខ្ញុំនៅជាមួយអ៊ំខ្ញុំនៅឯចំការឯណោះគាត់រកស៊ីអីដែររស្មីចាគឺគាត់នៅតែផ្ទះទេព្រោះគាត់ឈឺដេកនៅតាំងកន្ទេលដោយសារតែគាត់បាក់កម្លាំងតែគាត់រកស៊ីនៅឯផ្សារឯណោះហើយមិនគាត់រស្មីឯងមិនយកគាត់ទៅពេទ្យចាខ្ញុំយកទៅហើយប៉ុន្តែដូចជាមិនបានជាសះស្បើយអីសោះមកពីលេបថ្នាំមិនទៀងទាត់ទេដឹងបើខ្វះលុយមិនក៏មិនប្រាប់ខ្ញុំហ៎ណារស្មីយកលុយនេះទៅពេញថ្នាំឲ្យគាត់ទៅចាប់ចាំប្រៃឲ្យយកទៅដាក់ហាងទៅកុំសង្ឃឹមអីលោកមេកាលុយរបស់លោកមេកាគឺជាចំណងខ្ញុំមិនឲ្យលោកមេកាឯងចង់ខ្ញុំអត់ទេយកទៅខ្ញុំឲ្យដល់សិទ្ធិចិត្តណាមិនអីទេខ្ញុំអរគុណលោកច្រើនណាស់ប៉ុន្តែគាត់មានថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលហើយខ្ញុំប្រកាសយកទៅខ្ញុំឲ្យដល់សិទ្ធិចិត្តណាទៅកន្លែងធ្វើការហើយខ្ញុំនេះសិនណារស្មី
មានការអីរស្មីប្រហែលជាខ្វះលុយចាស់ហើយមែនទេចាណ៎ខ្ញុំថាជាខុសមនុស្សរស់ត្រូវការលុយតែបើគ្មានលុយទេរស់នៅជាមិនកើតជឿខ្ញុំទេរស្មីចាខ្ញុំជឿឲ្យលោកមេកាប៉ុន្តែរស្មីលែងធ្វើរក្រអឺទៀតហើយមែនទេលុយណារស្មីលុយអាចធ្វើអ្វីបានទាំងអស់មែនលោកមេកាខ្ញុំជឿប៉ុន្តែលុយដែលខ្ញុំត្រូវការពេលនេះគឺជាលុយប្រាក់ខែរបស់នាងខ្ញុំមិនមែនជាលុយអ្វីផ្សេងនោះទេណាស់ហើយរស្មីកុំធ្វើពីពេកហ៎នេះយកទៅខ្ញុំមិនហ៊ានទទួលទេព្រោះខ្ញុំមានរឿងមួយចង់សុំលោកមេកាមានរឿងអីរស្មីលុយនេះខ្ញុំឲ្យចាយទេមិនមែនឲ្យដើម្បីទិញខោអាវទេណាបើចង់បានខោអាវចាំខ្ញុំជូនទៅទិញថ្ងៃណាដែលខ្ញុំទំនេរអ្វីដែលខ្ញុំចង់សុំលោកមេកានោះគឺនាងខ្ញុំចង់សុំបាក់ប្រាក់ខែរបស់នាងខ្ញុំហើយចង់សុំសម្រាប់ពី3ថ្ងៃតើបានទេលោកមេកាថាម៉េចរស្មីលុយនេះរស្មីមិនទទួលទេហើយសុំបាក់ប្រាក់ខែហើយសុំច្បាប់ទៀតមែនទេចាប៉ុន្មានហើយអញ្ចឹងក៏បានយកទៅតែរស្មីប្រកាសហើយថាមិនទទួលលុយរបស់ខ្ញុំចាប្រកាសហើយណែរាល់ថ្ងៃដែលចូលធ្វើការរហូតមកដល់ឥឡូវនេះបានតែ28ថ្ងៃទេខ្ញុំកាត់2ថ្ងៃហើយខ្ញុំចាំមើលតើនាងក្បាលរឿងបានប្រមាណទេស្រីច្រើនហើយដែលពីដំបូងធ្វើរឹកដូចជានាងតែដល់ជួបទៅវាមិនខ្មេះទេរត់តាមយើងទឹកមាត់ហូរក៏ខ្លាំងខ្ញុំសូមអរគុណលោកមេកាខ្លាំងណាស់ដែលមានសន្តានចិត្តសន្តោសប្រណីដល់នាងខ្ញុំអញ្ចឹងនាងខ្ញុំសូមជម្រាបលាសិនហើយធ្វើការយុបលំត្រូវប្រុងប្រយ័ត្នមិនធ្វើអ្វីត្រូវមើលឆ្វេងមើលស្ដាំផងចាអង្គខ្ញុំត្រឡប់អស់ទៅវិញជប់ជ្រៅហើយព្រោះអីលោកថាកែបានឲ្យខ្ញុំបង្កើនការលក់ដូរឲ្យបានច្រើនជាងមុនម្ល៉េះហើយខ្ញុំក៏ត្រូវតែដាស់លក់ឲ្យបានច្រើនណាអង្គអញ្ចឹងតើទៅយប់ជ្រៅបានខ្ញុំមកវិញណាអង្គណាតែកុំឲ្យយប់ពេកណាស្មីព្រោះអ៊ំឥឡូវអត់ស្រួលខ្លួនទេណាមួយអ៊ំអត់បានដិតដល់មើលអាជីតាផងខ្លាចក្រែងលោវាភ្ញាក់ទៅវាយំអ៊ំអត់ដឹងវាយំតែខ្លាចទៅអ៊ំអើយណាកូនណាបើខំអញ្ចឹងយំអីខ្លាចទៅណាកូនណាឯងចេះតែដាច់ចិត្តហើយតែអ៊ំដូចជាមិនដាច់ចិត្តទេណានគឺចាំខ្ញុំយកឲ្យអ៊ំខ្ញុំទៅហើយណាទៅចាណាកូនឆ្លាតនៅជាមួយយីកុំយប់ឲ្យសោះណាលើទេទៅចុះណាមកទៅហើយណាទៅចុះ
អីទេព្រោះថ្ងៃនេះខ្ញុំបានជូនស្រីដាក់តាមហាងអស់ទៅហើយនៅសល់តែរស្មីឯងតែម្នាក់ប៉ុណ្ណោះថ្ងៃនេះដូចជាខុសពីធម្មតាមិនចឹងពូខ្ញុំដូចជាមិនយល់ទេនេះបើចង់យល់ច្បាស់ណែយកទៅមើលទៅយល់ហើយខ្ញុំយកការស្អាតក្រុមហ៊ុនវិញខ្ញុំតែសិនឲ្យពូគេងទៅណាចៅណាគេងទៅគេងទៅណាចៅណាគេងទៅណាចៅណាគេងទៅចៅណាហាស្មៃបើក៏ឯងបញ្ញាប់មកវិញម្លេះឯងមានផ្លេចអីមានរឿងអីបានជាគេបញ្ឈប់ការងារឯងខ្ញុំនិយាយអត់ចាញ់ទេអ៊ំយល់ហើយខ្ញុំពេញអស់ទៅហើយអរគុណបានជិះជំរាបសួរបងប្រុសបានជំរាបសួរកន្លែងបងមានត្រូវការរើបបុគ្គលិកទេបានអត់ផងកន្លែងខ្ញុំពេញអស់ទៅហើយចាអរគុណជំរាបលាជំរាបសួរបងស្រីចាកន្លែងបងមានត្រូវការរើបបុគ្គលិកទេមានពេញអស់ហើយអរគុណបង
លើកដៃថ្វាយព្រះនាងមានកាយហ៎នាងមកកំងមកហូបហ៎អត់ទេគឺឆាន់និយាយមកហាងខ្ញុំចាំបំរើជានិញអត់ទេហេគឺខ្ញុំចង់សួរហេតុថាហាងហេមានត្រូវការអ្នកបម្រើទេអូហាងខ្ញុំមានអ្នកបម្រើគ្រប់ហើយអរគុណរឿងដែលកន្លងហួសទៅហើយគ្នាមិនចង់ឲ្យឯងរំលឹកវាទៀតទេណែពេកចាស់លោកបានពោលថាធ្វើស្រែខុសមួយឆ្នាំនៅមួយឆ្នាំតែជ្រើសរើសគ្រួសារវិញខុសម្ដងគឺខុសអស់មួយជីវិតម្ដងនឹងហើយតែគ្នាថាឯងឲ្យជុំទៅគ្នានោះគ្នាដឹងថាគ្នាខុសហើយតើគ្នាចង់ឯងជួយគ្នារឿងមួយឲ្យតែឯងព្រមស្មានថាជួយគ្នាណែម្ដងយើងជាពូបាននឹងគ្នាស្ដាប់ទៅហើយរឿងអីដែលគ្នាមិនជួយឯងនោះណែឆាំនិយាយមករឿងអីឯងណាស់ស្មីទេហេតុអីបានឯងសួរគ្នាអញ្ចឹងតើឯងមានបានសង្កេតឃើញគ្នាថាយ៉ាងម៉េចទេក្នុងរយៈពេល10ឆ្នាំនេះតាំងពីឯងបានប្រពន្ធថ្មីមកដែលឃើញគ្នាមកចំផ្ទះឯងដែរទេបើសិនជាឯងណាស់ស្មីឯងត្រូវតែជួយគ្នាចង់ឲ្យឯងស៊ើបសួររកដំណឹងរស្មីព្រោះគ្នាបានទទួលដំណឹងថារស្មីនៅបាត់ដំបងដែរអញ្ចឹងស្រួលហើយព្រោះឯងនៅបាត់ដំបងស្រាំហើយគ្នាប្រហែលជាមួយអាទិត្យទៀតបានគ្នាចុះបេសកកម្មទៅបាត់ដំបងដែរបានមិនអីទេគ្នានៅបាត់ដំបងស្រាំចាំគ្នាស៊ើបសួររកដំណឹងឲ្យបើសិនជាបានដំណឹងអីគ្នានឹងឲ្យដំណឹងមកឯងព្រាមណាហើយអញ្ចឹងឯងសួររកតែរស្មីទេហើយចុះកូនហើយឯងគិតយ៉ាងម៉េចមកពីគ្នានឹងកូននឹងហើយណាបានជាគ្នាចង់ឯងជួយស៊ើបសួររនឹងបើសិនជានាងនៅរស់នោះប្រហែលជានាងមានបីពេញជំទង់ហើយឯងនេះប្រហែលជាមិនស្គាល់មុខនាងផងក៏មិនដឹងគ្នាមិនដឹងមកកូនគ្នាចាំមិនទីហើយតើគេបានរៀនសូត្រឬក៏អត់នៅក្មេងលហកចេះដាក់សុំលុយគេទៅកាណអត់ដែរអត់ជិមចេះរកស៊ីទេគ្មានទេណែមើលគេមើលអាយមើលគេចេះរកស៊ីហើយយកប៉ុណ្ណឹងតាមចេះរកស៊ីទេតោះខ្ញុំសម្រាប់មកបងណែមិនឲ្យទេទៅឲ្យគេទៅណែចាប់ទៅអរគុណចេះខ្មាស់គេទេបណ្ណាបណ្ណៃហើយនៅក្មេងទៀតចេះលើកដៃយកលុយគេទៅកាមុននេះបងឃើញមនុស្សម្នាក់ដូចជាធ្លាប់ស្គាល់ប្រហែលជាមួយម៉ែនទេតោះញ៉ាំទៅអូន
រស្មីតាពេលនេះអូនទ្រោះនៅណាទៅសុខយ៉ាងណាដែរចុះកូនជើងវិញតាវាធំប៉ុណ្ណាហើយបងចង់ឃើញអូនហើយនឹងកូនខ្លាំងណាស់តាមមួយជីវិតនេះបងមានសំណាងបានជួបអូនទេដើម្បីឲ្យបងបានសុំទោសអូនចិញ្ច្រាំចិត្តបងស្នេហ៍លំអត់តែចិនដាសិលពិតចំចិត្តអូនចង់ស្នេហាចង់វិញភ្លេងការបងហើយនឹងស្រីបងសូមថ្នាក់ថ្នមបីបងបំពេមាននេះអូនកុំសង្ស័យបងសូមស្មោះថាស្មោះតែថ្លើមថ្លៃព្រៀបសង្ស័យបងនៅតែស្នេហ៍បើបងក្បត់ស្រីសូមសូមស្រីចាស់លើកដៃថ្វាយព្រះក្មួយមកអញ្ជើញអង្គុយលេងសិនមកក្មួយបានអរគុណអ៊ំក្មួយមករកទិញឆ្នាំងហីបានអត់ទេអ៊ំខ្ញុំដើររកមនុស្សជាអ្នកម្ដាយនឹងកូនបានអរគុណអ៊ំក្មួយមករកមនុស្សហីមានរឿងអីទៅក្មួយបានខ្ញុំបាយប្រពន្ធខ្ញុំច្រើនឆ្នាំមកហើយខ្ញុំខំដើររកដែរតែរកមិនឃើញសោះអ៊ំសួរល្អលើកដៃថ្វាយព្រះទៅវាឯងរកនឹកមើលមានមនុស្សចំណូលថ្មីមកនៅម្ដុំភូមិជាងទេហើយវាមានរឿងអីឃើញចេះទេអ៊ំខ្ញុំបាយពីប្រពន្ធខ្ញុំច្រើនឆ្នាំមកហើយខ្ញុំខំដើររកពួកគេដែរតែរកមិនឃើញសោះតើអ៊ំមានធ្លាប់បានទទួលដំណឹងឬក៏ធ្លាប់ឃើញនៅម្ដុំណាដែរទេអ៊ំដូចជាម្ដៅឃើញទីក្មួយណែឬមួយកឬក៏អីទៅវាធ្លាប់ឃើញនៅម្ដុំណាមែនទេណែម៉ែវាបែបវាឯងមិនដែលបានស្គាល់ទេអីក្មួយស្រីល្បងកងមនុស្សយូរឆ្នាំមិនទៅកូនមួយទៀតណាទិញនឹងទៅមែនអ៊ំទីពុនខ្ញុំទៅអ៊ំនឹងសោកខ្ពស់ស្អាតបាទកូនមួយនៅតែស្អាតទៀតណាមិនអត់ក្មួយពិតជាប្រពន្ធខ្ញុំហើយអ៊ំអញ្ចឹងហ៎អញ្ចឹងអ៊ំជូនខ្ញុំទៅលឿនទៅអ៊ំហើយជួបខ្ញុំបាយប្រពន្ធខ្ញុំច្រើនឆ្នាំមកហើយខ្ញុំចង់ជួបប្រពន្ធខ្ញុំណាស់អ៊ំខ្ញុំនឹកពួកគេខ្លាំងណាស់កុំប្រយ័ត្នពេកអ៊ំទៅយកកាម៉ាតិចសិនខ្ញុំមកភ្លេចគុណអ៊ំទេណាមិនដឹងទេសូមឲ្យបានជួបប្រពន្ធជួបកូនដូចក្តីបំណងផងអរគុណសាធុខ្ញុំជម្រាបលាអ៊ំចាអរគុណហើយអ៊ំចាតឡំដល់យើងឆាប់អ៊ំសំពុខ្ញុំច្រឡំមនុស្សអត់មានទេអ៊ំមានការអីចុះក្នុងសិនមកបាទចូលក្នុងសិននោះហ្នឹងខ្មោចអញ្ចឹងមិនមកប្រពន្ធក្មួយទេបានបើមិនទេអ៊ំមក
ខ្នាតខ្នងគឺដូចណាស់តែមិនមែនទេអ៊ំខំទៅជួយឥឡូវមិនមែននេះអញ្ចឹងហើយបានតែមកឲ្យចូលលេងសិនទៅខ្មាត់អ៊ំមកបោះចូលអញ្ចឹងមានមកទៅយកឆ្នាំនៅហើយតែម៉ែមកពងចេញទៅលេងសិនអីមកខ្មុំគូសិនមើលកាយនេះមកសាច់សិនតែពងขโมยขังในน้ำมารอปต้นให้ก้อนไอ้อมมันสมัครขโมยอ่านไอ้นึงอ่ะติดน้ำเมานึงอ่ะครูสาขยมสลับอยู่ให้ปุ้งสลับตั้งปีกขยมในขนมปูประมาณไข่เหมือนเล่โอ้ยอมไม่บ้านดึงสัมโตนะอายุประมาณให้ขโมยจ้าจะมาอยู่ได้ประมาณឆ្នាំให้
យើងអត់ទោះអូនមានស្គាល់ស្រីម្នាក់នេះដែរទីអាចចាំមើលសិនមើលអូដូចជាមិនដាឃើញទេពូទៅសួរគេខាងនោះមើលទៅពូសួរអ៊ំលើកដៃស្វាយព្រះក្មួយអុយមានការអីហ្នឹងណាអត់ទោះអ៊ំមានស្គាល់ស្រីម្នាក់នៅក្នុងរូបថននេះដែរទេអ៊ំដូចមិនដែលស្គាល់លើក្មួយអើយហើយនេះធំជាងមើលបានអ៊ំធ្វើជាប្រពន្ធណាអ៊ំហើយបើគ្នាប្រហែលខែប្រហែលឆ្នាំហើយនឹងទៅតាមរោហ្នឹងបាទអ៊ំបែកគ្នាជាង10ឆ្នាំហើយបែកគ្នាជាង10ឆ្នាំទៅហើយទៅមករោហើយអាមិនហ្នឹងបានជាបែកគ្នាអញ្ចឹងយល់ច្រឡំគ្នាបន្តិចបន្តួចណាអ៊ំអូចឹងទៅខឹងហើយបាត់គេដល់ចោលហ្នឹងទៅ4-10ឆ្នាំមកទៅមករកគ្នាអីនេះទៅសួរគាត់ខាងនោះទៅណាអាចខ្ញុំអរគុណហើយអ៊ំសួរគាត់ទៅគេលោកគាត់ស្គាល់អត់ទោះបងមានស្គាល់ស្រីម្នាក់នេះដែរទេបងអត់ទេអញ្ចឹងអរគុណហើយបងខ្ញុំនិយាយឲ្យអ៊ំបានទៅជាង10ឆ្នាំទៅហើយទឹកដាក់រោគឯណាទៅឃើញលោកអើយបើប្តីប្រពន្ធស្រឡាញ់គ្នាមែននោះគេបែកគ្នាតែមួយយប់គេរោគគ្នាបាត់ទៅហើយមិនទុកដល់ជាង10ឆ្នាំនោះទេឲ្យតែ4-10ឆ្នាំទៅបងបែកគ្នាជាង10ឆ្នាំទៅរោគទោះជារោគឃើញក៏អាចជាមិនគួរអត់ដែរជាងយ៉ាងនេះទៅហើយអត់ថ្មីទៅក្រែងលោកមានសង្ឃឹមខ្លះមានឃើញស្រីម្នាក់កំពុននេះហើយឈរនៅទីនេះមិនបាញ់មិញតែផ្ទះគេណៃណាទៅក្មួយខ្ញុំអត់ដឹងផងអ៊ំព្រោះមនុស្សច្រើនពេកមកបន់ស្រន់ខ្ញុំមិនដឹងថាមួយណាជាមួយណាទេអ៊ំជួយទិញផ្កាថ្វាយលោកតាផងតើអ៊ំកាមលីក្រអូបណានេះក្មួយឲ្យអ៊ំតែមួយភូមិមកបានហើយណែលោកអ៊ំបានលោកតាទេបំតាំងលោកអ៊ំនឹងបានសម្រេចអត់នេះលុយអរគុណហើយអ៊ំសូមឲ្យអ៊ំបានសម្រេចណាហើយជែកខ្ញុំមកស្និទ្ធមកខ្ញុំបានជួបប្រពន្ធកូនខ្ញុំវិញផងសូមឲ្យតែបានជួបទោះបីជាលោកតាយកអ្វីជាសំឡងវិញក៏ចាំព្រមដែរទោះបីជាអាយុជារបស់ចាស់
ចាំមិនស្ដាយដែរឲ្យតែបានជួបពួកគេ តារបស់ខ្ញុំប្រហែលជាសង្ហាដូចកូនច័ន្ទហើយមើលទៅ ឈប់ផឹកទៅវាអញគេជួយហើយប៉ុន្តែខ្ញុំប្រវល់ពេកមកនិយាយពីរឿងសាច់ការវិញទៅតើអញចង់ឲ្យជួយអញយ៉ាងម៉េចខ្លះ គ្នាចង់ឲ្យឯងស៊ើបសួររកដំណឹងកូនប្រពន្ធគ្នាឲ្យឃើញព្រោះគ្នាបានស្វែងរកគ្រប់ទីកន្លែងអស់ហើយជាពិសេសតាមផ្លូវជាតិលេខ 5 តាំងពីកំពង់ឆ្នាំងពោធិ៍សាត់តែគ្នារកមិនឃើញសោះគ្នាបានសាងកំហុសមួយយ៉ាងធ្ងន់ធ្ងរចំពោះប្រពន្ធកូនគ្នាចង់លុបលាងឲ្យបានជ្រះស្រឡះ បើហើយចឹងដឹងចេះតែខ្លួនទៅនេះតើខ្ញុំមិនជាសន្យាថាចរិតប្រពន្ធកូនអាចបានឃើញនោះទេបើសិនជាគេមិនបាត់ដំបងនេះពិតមែននោះតើជាមានសង្ឃឹមច្រើនថាអាចរកឃើញ គ្នាអរគុណឯងណាស់សម្លាញ់ ហើយនេះគឺជាការចុងក្រោយហើយ ហើយសពប្រមាណមួយដល់លំតាទៀតចុះណាមួយណា តែសាប់ប្រពន្ធចិត្តស្រី
ត់ទិញទេ ថ្ងៃនេះជាថ្ងៃសិលផងណាអ៊ំជួយទិញផ្កាផងទៅ អ៊ំដូចជាប្រហែលមុខមួយឯងនៅកន្លែងណា គឺអ៊ំធ្លាប់ទិញផ្កាខ្ញុំនៅកន្លែងលោកតាតំងកញ្ញុងហ្នឹងណាអ៊ំ អូគឺឯងហ្នឹងទេហ៎ ចា ហើយជាប់ផ្កានៅសល់ប្រហែលភូមិដែរហ្នឹង សល់តែ5ភូមិទេអ៊ំជួយយកទាំងអស់ទេ មើលឲ្យអ៊ំមើលសិនមើលមិនក៏ដើរលក់ដល់យប់ជ្រៅម្លេះហ្នឹង ថ្ងៃនេះខ្ញុំក្រោមការច្រើនជាងថ្ងៃធម្មតាព្រោះអីជាថ្ងៃសិលអញ្ចឹងបាច់ជាសល់ហ្នឹងណាអ៊ំជួយយកវាទាំងអស់ទេបើសិនជាខ្ញុំយកទៅផ្ទះអស់លើថ្ងៃទៅក៏ខ្ញុំខ្លាចស្អែកវាទៀតហើយណាមួយខ្ញុំត្រូវការលេខបន្តិចបន្តួចទិញផ្លែឈើយកទៅផ្ទះផងអ៊ំជួយទិញទៅខ្ញុំរត់ថោកថោកទេអ៊ំ ហើយមួយក៏លួមមកភូមិប្រហែលទៅ មួយភូមិ800អ៊ំបើអ៊ំយកទាំង5ភូមិខ្ញុំគិតឲ្យអ៊ំ3500 ហើយយប់ជ្រៅណាស់ទៅហើយតានេះគឺជារបស់សតទានក្មេងឯងដូចឲ្យថោកជាងនេះបន្តិចទៅមិនបានទេ មានសល់ឯណាអ៊ំប៉ុន្តែគ្រាន់តែលក់មិនទាន់អស់ហ្នឹងណាបើខ្ញុំយកទៅផ្ទះវិញខ្ញុំដាក់ទឹកកកអស់តែ200ទុកលក់នៅថ្ងៃស្អែកបានដល់1000ឯណោះ បានហើយទៅអ៊ំជួយយកទាំងអស់ក្មេងឯងនេះបានសម្ដីណាស់ប្រហែលជាមិនបានទៅរៀនទៅសូត្រអីទេមើលទៅលក់ទៅផ្កាហ្នឹងហើយយុប្រហែលឆ្នាំហើយហ្នឹង ខ្ញុំអាយុ16ឆ្នាំហើយអ៊ំខ្ញុំម៉ែលក់ផ្កាតែពេលយប់ទេប៉ុន្តែពេលថ្ងៃខ្ញុំទៅរៀនបានតាអ៊ំ អូពេលថ្ងៃបានទៅរៀនដែរហ៎ ចាណាអ៊ំ ហើយប្រហែលទៅហ្នឹង 5ភួង3500អ៊ំ 3500 ចា យកទៅសល់ប្រហែលទុកទៅរៀនស្អែក ចាអរគុណហើយអ៊ំ ជប់ហើយទៅផ្ទះទៅណា ចា អ៊ំទៅណា ចា ហើយចំមក
គ្រូបែប5ខែចឹងណាម៉ែតាកូនបានលុយមកពីណាមកទិញចំណីអាហារឲ្យម៉ែច្រើនម្លេះកូនមិនបានមកពីណាម៉ែបានមកពីលោកភូមិផ្កាយើងនឹងណាម៉ែព្រោះថ្ងៃនេះលោកដាច់ជាងរាល់ថ្ងៃហើយគ្នាគេអាណិតអាសូរកូនមានម៉ែឈឺនៅឯផ្ទះគេក៏ឲ្យលុយកូនលើពីថ្លៃភូមិផ្កានឹងណាម៉ែកុំចេះតែទទួលណាកូនពេលខ្លះលុយវាអាចជួយជីវិតយើងបានមែនតែពេលខ្លះទៀតវាក៏អាចធ្វើឲ្យយើងជាប់អន្ទាក់គេដែរណាកូនអត់អីទេម៉ែគេថាកូនចេះនិយាយកំ ខ្លាញ់ឲ្យគេសើចកូនចេះច្រៀងឲ្យគេស្ដាប់គេក៏ឲ្យលេខកូនលើពីថ្លៃភូមិកាទៅណាម៉ែហើយមានពុំម្នាក់នោះមិនដឹងជិះឡានមកពីណាទេតែងយកទាំងអត្រាមកតថ្លៃភូមិកាយើង5ភួងឲ្យ355ហើយដល់ពេលឲ្យលុយកូនឲ្យកូនដល់ទៅ2ម៉ាត់ឯណោះហើយនិយាយថាមិនបាច់កាប់ទេហើយកូនក៏អរគុណកាប់ទៅកូនក៏យកលុយនោះមកទិញបបរឆ្កាញ់នឹងផ្លែឈើនឹងថ្នាំពេទ្យជូនម៉ែទៅណាម៉ែម៉ែកំខឹងនឹងកូនអីណាម៉ែណាម៉ែកំខឹងនឹងកូនអីណាម៉ែអត់ខឹងនឹងកូនទេតែម៉ែគ្រាន់តែចង់និយាយប្រាប់កូនដើម្បីឲ្យកូនចេះប្រយ័ត្នខ្លួនកុំចេះតែទទួលលេខគេផ្ដេសផ្ដាស់បើកូននៅតែប្រហែសបែបហ្នឹងថ្ងៃណាមួយកូននឹងជួបវិបត្តិជាមិនខានទេមិនអីទេម៉ែកូននឹងធ្វើតាមម៉ែចិននេះម៉ែពិសាបរបស់សិនទៅនេះម៉ែជើងបត់អីប្រាប់ពូគេចុះចាអរគុណពូចាបាញ់ចឹងខ្ញុំសូមផ្ញើរបស់
ធំនៅទីនេះផងណាពូ ទុកទីនេះចុះឡើងជ្រៀងទៅទៅ ជាចាំរៀងពីដួង